ប្រសិនបើព្រះមហាក្សត្រមានបន្ទូលថាខ្ញុំចង់មានថ្ងៃចម្រើនព្រះមហាក្សត្រនៅថ្ងៃសៅរ៍នេះប៉ុន្តែអ្នកថាថ្ងៃនោះខ្ញុំរវល់ពេកខ្ញុំនឹងធ្វើកម្មវិធីចម្រើនព្រះជន្មមហាក្សត្រនៅថ្ងៃអាទិត្យជំនួសវិញតើអ្នកគិតថាព្រះមហាក្សត្រនឹងគិតយ៉ាងណាចំពោះរឿងនេះតើអ្នកគិតថាអ្នកនឹងគោរពព្រះអង្គដោយការប្រារព្ធពិធីចម្រើនព្រះជន្មមហាក្សត្រនៅថ្ងៃផ្សេងទៀតដែរឬទេថ្ងៃប្រារព្ធពិធីដែលរំលឹកដល់ការបញ្ចប់ការបង្កបង្កើតពិភពលោកនេះថ្ងៃសៅរ៍ជាថ្ងៃសាបាតថ្ងៃដែលព្រះលើអស់ទាំងព្រះបានសម្រេចពីការបង្កបង្កើតរបស់ទ្រង់បានប្រទានពរដល់ថ្ងៃនោះហើយបានធ្វើឲ្យបរិសុទ្ធផងតើយើងដែលជាសភាវៈបង្កើតរបស់ទ្រង់មានសិទ្ធិក្នុងការជ្រើសរើសយកថ្ងៃណាដែលយើងចង់បានដើម្បីថ្វាយបង្គំទ្រង់ដែរឬទេ